ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមករៀនឆាមីស៊ូខ្មែរទាំងអស់គ្នាបងប្អូនចានេះសាច់ជ្រូក3ជាន់យើងចិញ្ច្រាំឲ្យម៉ត់ទៅខ្ញុំដាក់ទៅម្ខាងហើយនឹងប៉ាតេក៏អញ្ចឹងដែរខ្ញុំហាន់ជាចំណិតទូចដាក់ទៅម្ខាងដូចគ្នាបងប្អូនចាវិធីសាស្ត្រនេះបងប្អូនអាចឆាមីស៊ូសយើងក៏បានដែរតែនេះខ្ញុំឆាមីស៊ូខ្មែរអញ្ចឹងណាបងប្អូនចាហើយបន្ទាប់ពីនោះមកទៀតមកគឺខ្ញុំស្រុះមីស៊ូខ្មែររបស់យើងទុកទៅម្លែកដូចគ្នាចាពេលដែលយើងដាំទឹកពុះហើយខ្ញុំចាក់មីស៊ូនឹងចូលប្រហែលជាកន្លះនាទីឬក៏1នាទីទៅខ្ញុំចាក់ទឹកមីស៊ូនឹងចេញដើម្បីលាងវាឲ្យស្អាតហើយកន្លែងហ្នឹងខ្ញុំបានថតប្រាប់បងប្អូនថាដល់ពេលដែលចាក់ចេញលាងទឹកហើយគឺខ្ញុំលាបប្រេងឆាចាកុំឲ្យវាជាប់គ្នាជាមួយនឹងមីស៊ូហ្នឹងណាបងប្អូនចាស់យើងទៅមើលគ្រឿងផ្សំឆាមីស៊ូខ្មែរយើងទាំងអស់គ្នាបងប្អូនចាចាបងប្អូននេះឆាមីស៊ូខ្មៅចាអ្នកគ្រឿងផ្សំមានដូចជាស្ពៃក្តោបការ៉ុតចាខ្ទឹមបារាំងពណ៌ស្វាយចាអ្នកសាច់ជ្រូកច្រាមប៉ាតេចាខ្ទឹមសស្លឹកខ្ទឹមហើយនឹងជីបាំងស៊ុយចានេះមីស៊ូខ្មែររបស់យើងដែលខ្ញុំយកទៅស្រុះមិញបងប្អូនតោះយើងទៅឆាទាំងអស់គ្នាចាប៊ីចេងស្ករទឹកស៊ីអ៊ីវទឹកអីចាំខ្ញុំផ្សំប្រាប់បងប្អូនពេលដែលឆាអញ្ចឹងណាចានេះគ្រឿងគោលចាហើយបន្ទាប់ពីនឹងទៀតមកបងប្អូនដាក់ខ្ទះឲ្យរៀងក្តៅតិចមកយើងចាក់ប្រេងឆាទៅហើយនឹងខ្ទឹមសរបស់យើងហ្នឹងយើងបំពងឲ្យឈ្ងុយទៅចាំឲ្យបងប្អូនចាក់សាច់ជ្រូក3ជាន់ចានេះខ្ញុំប្រើស្ករក្រាមបងប្អូនប្រើស្ករក្រហមស្ករសអីក៏បានដែរចាឥឡូវនេះខ្ទឹមរបស់យើងរៀងឈ្ងុយអញ្ចឹងខ្ញុំក៏ចាក់សាច់ជ្រូក3ជាន់របស់យើងចូលរំលីងវារៀងខ្សោះទឹកឲ្យអស់ទឹកប្រៃតិចទៅចាំបងប្អូនផ្សំគ្រឿងទៅដូចជាទឹកស៊ីអ៊ីវចាទឹកស៊ីអ៊ីវស៊ុបខ្នុរប៊ីចេងអីចឹងណាអំបិលអីបងប្អូនលេលោកតាមហ្នឹងទៅកុំប្រៃពេកអញ្ចឹងបងប្អូនពួកឯហ្នឹងយើងឆាមីស៊ូហ្នឹងវាអត់សូវប្រៃទេមកល្មមរសជាតិចឹងណាបងប្អូនចាឥឡូវនេះខ្ញុំបានដាក់បន្លែចូលចាបន្លែបងប្អូនដាក់ឆាឲ្យរៀងសពប់តិចទៅចាឲ្យបងប្អូនកុំតដាក់ខ្ទឹមបារាំងពណ៌ស្វាយព្រោះអីអាហ្នឹងវាឆាប់រលួយចឹងណាបងប្អូនចាបន្ទាប់ពីហ្នឹងមកទៀតមកចាខ្ញុំក៏ចាក់ប្រេងខ្យងចូលបន្តិចបងប្អូនប្រេងខ្យងចាក់ចូលជាមួយនឹងបន្លែបងប្អូនចានេះបងប្អូនដាក់មួយស្លាបព្រាឬក៏មួយស្លាបព្រាកន្លះទៅចានេះឆាត្រឡប់អីរៀងឆ្អិនបន្លែតិចទៅចាបងប្អូនឲ្យចាក់ប៉ាតេចូលបងប្អូនចាចាក់ប៉ាតេចូលទៅចាយើងត្រឡប់ឲ្យសព្វតិចទៅចាបងប្អូនចានេះដាក់ខ្ទឹមបារាំងពណ៌ស្វាយហើយនឹងមីស៊ូរបស់យើងចារួចហើយបងប្អូនច្បល់វាឲ្យសព្វទៅឆាប្រហែលអត់ទុកយូរទេព្រោះអីមីស៊ូរបស់យើងនេះវាឆ្អិនស្រាប់អញ្ចឹងណាបងប្អូនព្រោះអីឆាមីស៊ូនេះវាអត់រលួយដូចអត់ឆាប់រលួយដូចមីឬក៏កាទៀវអីទេចានេះខ្ញុំថែមទឹកតិចណាបងប្អូនដើម្បីឲ្យមីស៊ូរបស់យើងរៀងទន់អញ្ចឹងណាបងប្អូនចាបងប្អូនតនេធ្វើសាច់ញ៉ាំទៅឆាមីស៊ូខ្មៅនេះឆ្ងាញ់មួយបែបដែរបងប្អូនចាហើយបើពេញចិត្តវីដេអូខ្ញុំបងប្អូនជួយ Subscribe ឈីនេះខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំរៀបដាក់ចានហើយបងប្អូនចាមានអីបងប្អូនឆ្ងាញ់មួយយ៉ាងដែរមួយបែបដែរអញ្ចឹងណាបងប្អូនកូនចូលចិត្តញ៉ាំឆាមីស៊ូខ្មៅហ្នឹងបងប្អូនចាអរគុណបងប្អូនជួយ